ច្បាប់ទី36កុំខ្វល់ខ្វាយនៅអ្វីដែលអ្នកមិនអាចមានការធ្វើមិនដឹងមិនឮគឺជាការសងសឹកដ៏ល្អបំផុតតើអ្នកដឹងទេថាអ្វីដែលធ្វើឲ្យសត្រូវរបស់អ្នកឈឺចាប់បំផុតវាមិនមែនជាការជេរតបឬការវាយប្រហារវិញនោះទេប៉ុន្តែវាគឺជាភាពស្ងៀមស្ងាត់របស់អ្នកថ្ងៃនេះ Channel Energy នឹងនាំអ្នកមកកាន់ច្បាប់ទី36កុំខ្វល់ខ្វាយនៅអ្វីដែលអ្នកមិនអាចមានការធ្វើមិនដឹងមិនឮគឺជាការសងសឹកដ៏ល្អបំផុតយើងនឹងរៀនពីរបៀបប្រើភាពប្រងែកន្តើយជាអាវុធដើម្បីកំទេចមោទនភាពរបស់សត្រូវនិងរបៀបរក្សាតម្លៃខ្លួនអ្នកឲ្យខ្ពស់ដូចជាភ្នំទោះបីជាមានព្យុះពាក្យសម្ដីបក់មុខខ្លាំងប៉ុណ្ណាក៏ដោយចងចាំថាអ្វីដែលអ្នកមិនខ្វល់គឺជាអ្វីដែលគ្មានអំណាចលើអ្នកឡើយតោះយើងមកមើលផ្នែកទី1ខ្លឹមសារស្នូលនៃច្បាប់ទី36គឺជាការរៀនអំពីអំណាចនៃភាពស្ងប់ស្ងាត់នៅក្នុងโลกដែលគ្រប់គ្នាត្រហាចង់បានការចាប់អារម្មណ៍ការដែលអ្នកមិនខ្វល់គឺជាការបង្ហាញអំពីឧត្តមភាពដ៏ខ្ពង់ខ្ពស់បំផុតនេះគឺជាការបកស្រាយលម្អិតស៊ីជម្រៅលើខ្លឹមសារស្នូលគោលការណ៍គ្រឹះគឺអ្វីដែលអ្នកមិនអាចគ្រប់គ្រងបានឬមិនអាចទទួលបានចូលធ្វើដូចជាវាមិនមានតម្លៃសម្រាប់អ្នកយុទ្ធសាស្ត្រទី1ការផ្ដល់ជីវិតតាមរយៈការយកចិត្តទុកដាក់បញ្ហានិងសត្រូវប្រៀបដូចជាបិសាចដែលត្រូវការចាប់អារម្មណ៍របស់អ្នកដើម្បីរស់រានការប៉ັດនៃចិត្តវិទ្យានៅពេលដែលអ្នកខឹងតបតឬព្យាយាមដោះស្រាយរឿងតូចតាចអ្នកកំពុងផ្ទេរថាមពលនិងពេលវេលារបស់អ្នកទៅឲ្យរឿងនោះការធ្វើបែបនេះធ្វើឲ្យបញ្ហានោះកាន់តែរីកធំនិងមានអំណាចលើអារម្មណ៍របស់អ្នកយុទ្ធសាស្ត្រប្រងែងកំតោយបើសិនជាអ្នកមិនមើលមិននិយាយនិងមិនខ្វល់បញ្ហានោះនឹងបាក់បង់អាហារបំពន់រួចវានឹងរលាយបាត់ទៅវិញដោយខ្លួនឯងយុទ្ធសាស្ត្រទី2អន្ត្រែបនៃការចង់បានដែលមិនសមប្រកបនៅពេលដែលអ្នកព្យាយាមដេញតាមអ្វីដែលអ្នកមិនអាចទទួលបានអ្នកកំពុងបង្ហាញពិភពលោកថាអ្នកខ្វះខាតខ្លឹមសារការដេញតាមអ្វីដែលនៅឆ្ងាយដៃធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សទន់ជ្រាយនិងគ្មានតម្លៃវាក៏ផ្ដល់អំណាចឲ្យវត្ថុឬបុគ្គលនោះមើលងាយអ្នកកាន់តែខ្លាំងយុទ្ធសាស្ត្រមើលងាយតាមរយៈការបង្ហាញថាខ្ញុំមិនត្រូវការវាឡើយឬវាមិនស័ក្តិសមនឹងខ្ញុំទេអ្នកបានទាញយកអំណាចមកក្នុងដៃវិញភាពប្រងែងកន្តើយរបស់អ្នកធ្វើឲ្យវត្ថុនោះបាត់បង់ភាពទាក់ទាញនិងពេលខ្លះវានឹងរត់មកតាមអ្នកវិញដោយខ្លួនឯងយុទ្ធសាស្ត្រទី3ការសងសឹកដ៏ឈឺចាប់បំផុតគឺភាពស្ងៀមស្ងាត់ចំពោះសត្រូវដែលចង់រំខានអ្នកការដែលអ្នកមិនឆ្លើយតបគឺជាការវាយបកដ៏ខ្លាំងបំផុតខ្លឹមសារសត្រូវចង់ឃើញអ្នកខឹងចង់ឃើញអ្នកការពារខ្លួនឬចង់ឃើញអ្នកភ័យស្លន់លោកប្រសិនបើអ្នកធ្វើដូចជាគេមិនមានវត្តមាននៅក្នុងโลกនេះសម្រាប់អ្នកនោះអ្នកកំពុងកំទេចមោទនភាពរបស់គេទាំងស្រុងអំណាចដែលទទួលបានអ្នករក្សាបានភាពខ្ពង់ខ្ពស់ខណៈពេលដែលសត្រូវរបស់អ្នកមើលទៅដូចជាមនុស្សឆ្កួតដែលកំពុងព្រុសដាក់ស្រងោលមេរៀនចងចាំអំណាចមិនមែនស្ថិតនៅក្នុងការឈ្នះគ្រប់សមរភូមិនោះទេប៉ុន្តែវាស្ថិតនៅក្នុងការដឹងថាសមរភូមិណាដែលមិនស័ក្តិសមនឹងអ្នកចំណាយពេលឆ្លោះគ្នាយើងបន្តមកកាន់ផ្នែកទី2យុទ្ធសាស្ត្ររបស់អំណាចក្នុងផ្នែកនេះយើងនឹងសិក្សាពីរបៀបដែលភាពប្រងៀងកន្តើយដំណើរការជាយុទ្ធសាស្ត្រវាយលុកនិងការពារដែលអាចបង្កជាសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងទៅដល់អ្នកដទៃនេះគឺជារឿងសម្ងាត់ទាំង3នៃអំណាចរបស់ការមិនខ្វល់រឿងសម្ងាត់ទី1ការដកហកអាហារផ្លូវចិត្តរាល់ចំនួនការរិះគន់ឬការបង្កបញ្ហាសុទ្ធតែត្រូវការថាមពលតបតពីអ្នកដើម្បីរស់រាននិងរីកធំធាត់នៅពេលដែលអ្នកមិនខ្វល់អ្នកកំពុងកាត់ផ្ដាច់ប្រភពអាហាររបស់បញ្ហានោះបើគ្មានការតបតចំនួននោះនឹងមិនមានចំណុចចាប់ផ្ដើមនិងសត្រូវនឹងមានអារម្មណ៍ថាខ្លួនឯងគ្មានន័យអំណាចដែលទទួលបានអ្នករក្សាបានថាមពលពេញលេញសម្រាប់គោលដៅធំខណៈពេលដែលសត្រូវរបស់អ្នកកាន់តែទន់ជ្រាយទៅហើយព្រោះគេមិនអាចទាញអ្នកឲ្យធ្លាក់ចូលក្នុងហ្គេមរបស់គេបានឡើយរឿងសម្ងាត់ទី2ការបង្កើតតម្លាក់នៃឋានៈនៅក្នុងចិត្តវិទ្យាមនុស្សអ្នកដែលខ្វល់ខ្វាយគឺជាអ្នកដែលមានឋានៈទាបជាងឬមានតម្រូវការលើសអ្នកដែលមិនខ្វល់តាមរយៈការធ្វើមិនដឹងមិនឮចំពោះការវាយប្រហារឬរឿងដែលអ្នកមិនអាចទទួលបានអ្នកកំពុងផ្ញើសារយ៉ាងច្បាស់ថារឿងនោះតូចតាចពេកមិនស័ក្តិសមនឹងឲ្យអ្នកចំណាយពេលឡើយ
អំណាចដែលទទួលបានភាពប្រងែងកន្តើយបង្កើតបាននៅបារមីនៃភាពឧត្តមវាធ្វើឲ្យអ្នកដតីមើលមកអ្នកថាជាមនុស្សដែលស្ថិតនៅក្នុងកម្រិតមួយដែលរឿងរ៉ាវសាមញ្ញមិនអាចប៉ះពាល់បានឡើយរឿងសម្ងាត់ទី3ការឆ្លក់បញ្ចាំងភាពអន្ទះយុទ្ធសាស្ត្រនេះប្រើចំពោះការវាយបកទៅកាន់អ្នកដែលចង់បានការចាប់អារម្មណ៍ឬចង់ឲ្យអ្នកដើរតាមចង្វាក់របស់គេនៅពេលអ្នកណាម្នាក់ព្យាយាមដាក់សម្ពាធលើអ្នកឬចង់បង្អាប់អ្នកនិងអ្នកឆ្លើយតបទៅវិញដោយភាពស្ងប់ស្ងាត់ឬញញឹមរួចបន្តធ្វើការងាររបស់អ្នកធម្មតានោះភាពអន្ទះនឹងត្រឡប់ទៅរកគេទ្វេដួលអំណាចដែលទទួលបានសត្រូវរបស់អ្នកនឹងចាប់ដានសង្ស័យលើខ្លួនឯងវិញហើយគេនឹងគិតថាតើគេមានយុទ្ធសាស្ត្រអ្វីខ្លាំងជាងនេះមែនទេទើបគេមិនខ្វល់ពីយើងបែបនេះការសង្ស័យនេះគឺជាការចាប់ផ្ដើមនៃបារេជ័យរបស់គេមេរៀនចងចាំកុំផ្ដោតកិត្តិយសដល់សត្រូវរបស់អ្នកដោយការយកចិត្តទុកដាក់លើគេភាពប្រងែងកន្តើយគឺជាកំបិតស្ងៀមស្ងាត់ដែលចាក់ចំមរណភាពរបស់សត្រូវខ្លាំងជាងដាវរាប់ពាន់ដងយន្តឈានមកដល់ផ្នែកទី3យុទ្ធសាស្ត្រអនុវត្ត Tactics in Depth ក្នុងផ្នែកនេះយន្តនឹងរៀនពីរបៀបបំផ្លាញភាពមិនខ្វល់ឲ្យទៅជាសកម្មភាពជាក់ស្ដែងដើម្បីគ្រប់គ្រងស្ថានភាពនិងរក្សាតម្លៃខ្លួនអ្នកឲ្យខ្ពស់បំផុតនេះគឺជាបច្ចេកទេសអនុវត្តទាំង3ដើម្បីប្រើប្រាស់ច្បាប់ទី36ឲ្យមានប្រសិទ្ធភាព1បច្ចេកទេសការផ្ដាច់ចំណងអារម្មណ៍ The Strategy of Non-Reaction នៅពេលមានរឿងអាក្រក់កើតឡើងឬមានសត្រូវមកឌឺដងជំរឿដំបូងរបស់អ្នកគឺកុំធ្វើអ្វីទាំងអស់របៀបអនុវត្តប្រសិនបើមានការរិះគន់ក្នុងន័យបង្ខូចគេឈ្មោះចូលទុកវាចោលរយៈពេល24ទៅ48ម៉ោងដោយមិនបាច់ឆ្លើយតបក្នុងកំឡុងពេលនេះអ្នកកំពុងសម្លាប់ចរន្តនៃរឿងនោះភាពស្ងប់ស្ងាត់របស់អ្នកនឹងធ្វើឲ្យអ្នកបង្កបញ្ហាមានអារម្មណ៍ថាគេមិនមានឥទ្ធិពលអ្វីលើអ្នកឡើយគោលដៅបង្ហាញថាអារម្មណ៍របស់អ្នកមិនមែនជាតុក្កតាដែលនរណាក៏អាចមកទាញលេងបានតាមចិត្តនោះទេទីបច្ចេកទេសមើងងាយដោយភាពទន់ភ្លន់ The Art of Subtle Disdain នៅពេលអ្នកចង់បានអ្វីមួយតែមិនបានឬនៅពេលនរណាម្នាក់ព្យាយាមអួតអាងដាក់អ្នកចូលប្រើបច្ចេកទេសនេះរបៀបអនុវត្តជំនួសឲ្យតែបង្ហាញភាពចរណ័នឬកំហឹងចូលផ្ដល់មតិបែបស្រាលដូចជាអូជារឿងគួរឲ្យចាប់អារម្មណ៍ដែរប៉ុន្តែវាមិនមែនជាអ្វីដែលខ្ញុំកំពុងផ្ដោតអារម្មណ៍នៅពេលនេះទេឬបើជារបស់ដែលអ្នកទិញមិនបានចូលផ្ដោតទៅលើចំណុចខ្សោយរបស់វារួចដើរចេញដោយភាពជឿជាក់គោលដៅដើម្បីរក្សាមោទនៈនិងមិនឲ្យអ្នកដទៃដឹងថាអ្នកកំពុងចាញ់ឬខ្វះខាត3យុទ្ធសាស្ត្របង្វិលទិសដៅនៃធម្មពល Strategic Redirect គុំចំណាយពេលកែប្រែបញ្ហាតូចតាចប៉ុន្តែចូលប្រើពេលវេលានោះទៅកសាងអ្វីដែលធំជាងរបៀបអនុវត្តនៅពេលមានមនុស្សព្យាយាមរារាំងផ្លូវរបស់អ្នកគុំឈប់នឹងបីឆ្លក់ជាមួយគេចូលបន្តដើរទៅមុខឲ្យលឿនជាងមុននៅពេលអ្នកសម្រេចបានជោគជ័យដ៏មហោហារជោគជ័យនោះនឹងក្លាយទៅជាការសងសឹកដ៏ស្ងប់ស្ងាត់និងឈឺចាប់បំផុតសម្រាប់សត្រូវរបស់អ្នកគោលដៅធ្វើឲ្យសត្រូវរបស់អ្នកប្រែទៅជាស្រមោលដែលមើលមិនឃើញនៅពីក្រោយពន្លឺនៃជោគជ័យរបស់អ្នកមនុស្សជាច្រើនតែងតែចំណាយពេលពេញមួយជីវិតដើម្បីឆ្លក់ជាមួយរឿងដែលពួកគេមិនអាចកែប្រែបានប៉ុន្តែអ្នកយុទ្ធសាស្ត្រពិតប្រាកដដឹងថាអាវុធដែលមុតបំផុតគឺអារម្មណ៍ថាមិនខ្វល់កាលណាអ្នកមិនផ្ដល់តម្លៃលើវាក៏មិនមានអំណាចលើអ្នកដែរមេរៀនចងចាំគុំចំណាយដាវដ៏ថ្លៃខ្នូររបស់អ្នកដើម្បីសម្លាប់មួកចូលរក្សាធម៌ពលនឹងពេលវារបស់អ្នកតែប្រកបទៅនឹងកិច្ចការណាដែលនាំអ្នកទៅរកជោគជ័យដ៏មហោហារនៅពេលអ្នកឈប់ផ្ដល់តម្លៃលើសត្រូវរបស់អ្នកពួកគេនឹងក្លាយទៅជាស្រមោលដែលមិនមានន័យក្នុងជីវិតរបស់អ្នកដើម្បីឲ្យអ្នកកាន់តែយល់ច្បាស់យើងនឹងនាំអ្នកទៅមើលផ្នែកទី4មេរៀនប្រវត្តិសាស្ត្រ Historical Lessons Deep Dive ក្នុងប្រវត្តិសាស្ត្របុគ្គលដែលខ្លាំងពូកែបំផុតមិនមែនជាអ្នកឈ្នះរាល់ការតតាំងនោះទេប៉ុន្តែគឺជាអ្នកដែលចេះមើលងាយសត្រូវនឹងបញ្ហាតូចតាចរហូតដល់រឿងទាំងនោះរលាយបាត់ទៅវិញដោយឯងដោយនោះនេះគឺជាមេរៀនប្រវត្តិសាស្ត្រដ៏មហោហារ2អំពីអំណាចនៃភាពមិនខ្វល់មេរៀនប្រវត្តិសាស្ត្រដំបូងគឺ George Washington និងអាវុធរបស់នៃភាពស្ងប់ស្ងាត់ក្នុងកំឡុងពេលកាន់តំណែងជាប្រធានាធិបតីទី1នៃសហរដ្ឋអាមេរិក Washington ត្រូវបានវាយប្រហារយ៉ាងខ្លាំងពីសំណាក់គូសត្រូវនយោបាយនិងសារព័ត៌មានគេបានចោទប្រកាន់លោកថាជាជនផ្ដាច់ការនិងរិះគន់រាល់ការសម្រេចចិត្តរបស់លោកយុទ្ធសាស្ត្រប្រងាយកន្ត្រីជំនួសឲ្យតែសរសេរអត្ថបទបកស្រាយឬប្រើអំណាចដើម្បីបំបិទមាត់សត្រូវ Washington បានជ្រើសរើសភាពស្ងប់ស្ងាត់ដាច់ខាតលោកមិនដែលឆ្លើយតបទៅនឹងការចោទប្រកាន់ណាមួយឡើយយន្តមជាអំណាចលោកដឹងថាបើលោកឆ្លើយតបលោកនឹងធ្វើឲ្យការរិះគន់ទាំងនោះមានតម្លៃនិងคล้ายទៅជាប្រធានបទធំតាមរយៈការធ្វើមិនដឹងមិនលឺលោកបានបង្ហាញថាការរិះគន់ទាំងនោះគឺតោកទាបមិនស័ក្តិសមនឹងពេលវេលារបស់លោកឡើយលទ្ធផល
ដោយសារมันមានការតតបសារព័ត៌មានទាំងនោះក៏ចាប់ផ្ដើមអស់ការចាប់អារម្មណ៍និងប្រជាជនកាន់តែគោរព Washington ខ្លាំងឡើងព្រោះលោកមើលទៅដូចជាភ្នំដែលមិនរើវើបីនឹងខ្យល់មាត់មនុស្សលោកមេរៀនប្រវត្តិសាស្ត្រទី2គឺស្ដេច Louis ទី14នឹងពាក្យថាយើងនឹងចាំមើលស្ដេច Louis ទី14នៃប្រទេសបារាំងគឺជាមេនៃសិល្បៈនៃការមើលងាយស្ត្រីតាមរយៈអេរិយាបថយុទ្ធសាស្ត្រប្រងាយកន្ត្រីនៅពេលដែលពួកអភិជនមករកលោកដើម្បីត្អូញត្អែងឬសុំបុព្វសិទ្ធិផ្សេងៗលោកមិនដែលប្រកែកឬយល់ព្រមភ្លាមឡើយលោកគ្រាន់តែសម្លឹងមើលពួកគេដោយក្រសែភ្នែកស្ងប់ស្ងាត់រួចមានបន្ទូលយ៉ាងខ្លីថា Je verrai យន្តនឹងចាំមើលហើយដើរចេញទៅបាត់យន្តមជាអំណាចភាពមិនច្បាស់លាស់នឹងការមិនខ្វល់របស់លោកធ្វើឲ្យពួកអភិជនភ័យស្លន់ត្រឡប់ពួកគេមិនដឹងថាស្ដេចខឹងឬពេញចិត្តឡើយភាពស្ងប់ស្ងាត់នេះបានកំទេចភាពក្រអើក្រអងរបស់សត្រូវនិងធ្វើឲ្យគ្រប់គ្នាត្រូវស្ថិតនៅក្រោមមាត់ញញឹមរបស់លោកជានិច្ចលទ្ធផលលោកអាចគ្រប់គ្រងអំណាចបានយ៉ាងរឹងមាំដោយគ្រាន់តែប្រើភាពស្ងប់ស្ងាត់ជាអាវុធក្នុងប្រវត្តិសាស្ត្រអ្នកដែលឈ្នះមិនមែនជាអ្នកដែលស្រែកខ្លាំងជាងគេនោះទេប៉ុន្តែគឺជាអ្នកដែលចែកប្រងាយកន្ត្រីបានស្ងប់ស្ងាត់បំផុតចូលធ្វើខ្លួនឲ្យដូចជាភ្នំទោះខ្យល់ព្យុះនៃពាក្យសម្ដីបក់មកខ្លាំងប៉ុណ្ណាក៏មិនអាចធ្វើឲ្យអ្នករឹងជួយបានឡើយសម្រាប់ផ្នែកទី5យើងនឹងស្វែងរកអំពីបំរាមនិងការប្រុងប្រយ័ត្ន The Warning Deep Dive ក្នុងយុទ្ធសាស្ត្រអំណាចការប្រើភាពប្រងាយកន្ត្រីគឺជាការដើរលើខ្សែពួនបើអ្នកប្រើវាខុសកលៈទេសៈវានឹងប្រែទៅជាអាវុធទៅជាអន្តរាបដែលបំផ្លាញអ្នកវិញនេះគឺជាចំណុចគ្រោះថ្នាក់ដែលអ្នកត្រូវប្រុងប្រយ័ត្នបំផុត 1. គ្រោះថ្នាក់នៃភាពធ្វេសប្រហែស Negligence versus disdain កុំភ័ន្តច្រឡំរវាងការមើលងាយបញ្ហានិងការបណ្ដោយឲ្យបញ្ហារីករាលដាលគ្រោះថ្នាក់ប្រសិនបើបញ្ហានោះគឺជាភ្លើងដែលកំពុងឆេះផ្ទះរបស់អ្នកនិងអ្នកជ្រើសរើសមិនខ្វល់ផ្ទះរបស់អ្នកនឹងវានាធាយអ្នកស្ដារនៃអ្នកដឹកនាំឬ creator បើមានបញ្ហាបច្ចេកទេសឬកំហុសឆ្គងធ្ងន់ធ្ងរដែលប៉ះពាល់ដល់អ្នកដទៃការមិនខ្វល់នឹងធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សមិនទទួលខុសត្រូវឡើយដំណោះស្រាយចូលប្រាយភាពមិនខ្វល់តែសម្រាប់អារម្មណ៍និងរឿងអត្ថប្រយោជន៍ប៉ុណ្ណោះចំពោះបញ្ហាជាក់ស្ដែងដែលត្រូវការដំណោះស្រាយអ្នកត្រូវតែដោះស្រាយវាដោយស្ងប់ស្ងាត់បំផុត 2. ការបង្កើតសត្រូវដោយមិនដឹងខ្លួន creating secret enemies ភាពមិនខ្វល់អាចជាការមើលងាយយ៉ាងខ្លាំងទៅលើមោទនៈរបស់អ្នកដទៃគ្រោះថ្នាក់នៅពេលអ្នកប្រងាយកន្ត្រីដាក់នរណាម្នាក់ដែលមានអំណាចឬមានឥទ្ធិពលគេអាចនឹងមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំងមនុស្សដែលអាម៉ាស់នឹងរងចាំឱកាសដើម្បីសងសឹកអ្នកវិញយ៉ាងសាហាវបំផុតដំណោះស្រាយបើអ្នកចង់ប្រងាយកន្ត្រីដាក់អ្នកដែលមានអំណាចចូលធ្វើវាដោយភាពថ្លៃថ្នូរមិនមែនភាពឆ្លើយនោះទេចូលធ្វើឲ្យហាក់ដូចជាអ្នករវល់ពេកមិនមែនចង់បង្អាប់គេឡើយ 3. ការបាត់បង់ការជួបកំណែកំណង isolating yourself ការប្រើភាពមិនខ្វល់គ្រប់ពេលវេលាអាចធ្វើឲ្យអ្នកមើលទៅដូចជាមនុស្សមិនមានបេះដូងឬឆ្មើងឆ្មាងក៏បានដែរគ្រោះថ្នាក់បើអ្នកប្រើភាពមិនខ្វល់សូម្បីតែជាមួយមិត្តភក្តិគ្រួសារឬអ្នកគាំទ្រដ៏ស្មោះត្រង់របស់អ្នកពួកគេនឹងចាក់ចេញពីអ្នកអំណាចដែលគ្មានអ្នកគាំទ្រគឺជាអំណាចដែលព្រួយផ្សាបំផុតដំណោះស្រាយចូលប្រើច្បាប់ទី36ដូចជាថ្នាំពុលគឺប្រើនៅកម្រិតតិចតួចបំផុតនិងប្រើតែលើស្ត្រីឬបញ្ហាដែលរំខានទៅលើគោលដៅធំប៉ុណ្ណោះសរុបមកវិញកុំចំណាយដាវដ៏ថ្លៃក្នុងរបស់អ្នកដើម្បីសម្លាប់មួកចូលរក្សាថាមពលនិងពេលវេលារបស់អ្នកតែប្រកបទៅនឹងកិច្ចការណាដែលនាំអ្នកទៅរកជោគជ័យដ៏មហោហារនៅពេលអ្នកឈប់បដូរតម្លៃលើសត្រូវរបស់អ្នកពួកគេនឹងក្លាយទៅជាស្រមោលដែលមិនមានន័យក្នុងជីវិតរបស់អ្នកសំណួរសម្រាប់បងប្អូនទាំងអស់គ្នាតើមានរឿងអ្វីខ្លះក្នុងជីវិតរបស់អ្នកដែលអ្នកគិតថាដល់ពេលដែលត្រូវឈប់ខ្វល់ពីវាហើយ comment ចែករំលែកមតិរបស់អ្នកនៅខាងក្រោមវីដេអូក្រោយយើងនឹងជួបជាមួយច្បាប់ដែលបង្រៀនពីការបង្កើតភាពអស្ចារ្យគឺច្បាប់ទី37ចូលបង្កើតទស្សនីយភាពដែលគួរឲ្យជោគជលយើងនឹងរៀនពីរបៀបប្រើរូបភាពនិងសកម្មភាពដើម្បីទាក់ទាញបេះដូងមនុស្សកុំភ្លេចចុច like និង subscribe ដើម្បីកសាងបារមីជាមួយនឹង Channel Energy ជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា